ឲ្យដួងដាក់ត្រាំដួងទឹកធ្វើម្ហូបឥឡូវដាក់ពងមិនស្រែមើល3គ្រាប់ឲ្យបឺតហើយស្អាតជុះអាចអស់លីងលាយទឹកដោះគោមកកំប៉ុងទៀតមើលរសជាតិយ៉ាងណាហើយមុនដាក់ទឹកដោះដូងឥឡូវដាក់ដូងកោសដូងដាក់ស៊ីរួចហើយដាក់ពងមិនស្រែហើយលាយទឹកដោះគោទៀតមើលមិនដែរចាំមើលថ្ងៃមុនឲ្យបឺតតែទឹកដោះគោហើយថ្ងៃនេះដាក់ឲ្យស៊ីដូងមកព្រឹកហើយដាក់ពងមិនហើយនឹងទឹកដោះគោទៀតរួចហើយចាំលីងលាងទឹកស្អាតចាំលីងហូបមានរសជាតិច្រើនមុខណាស់មិនដែរឲ្យបឺតទឹកដោះគោជាមួយពងមិនស្រាហើយចាំយកទៅលីងហូបស៊ីដូងកោសដូងខ្ទិះស៊ីឆ្អែតប្រេងខ្លួនចេញខ្ទិះទាំងខ្លួនទៀតទៀតដាក់បឺតទឹកដោះគោឲ្យណាស៊ីដូងហើយអត់មានកាកណានេះដូងកោសដូងខ្ទិះណារួចហើយតិចទៀតឲ្យបឺតទឹកដោះគោទៀតដូងបានទឹកដោះគោបឺតសបាយចិត្តគេដល់ណាស៊ីដូងហើយបឺតទឹកដោះគោទៀត